លោកដួងឆាយនឹងអនុវត្តទៅតាមលិខិតជូនដំណឹងរបស់ក្រសួងយុទ្ធភ័ពឬទេតកតងទៅនឹងការកំណត់រយៈពេលត្រឹមតែ7ថ្ងៃដែលនឹងត្រូវប្រគល់កូនស្រីពៅទៅឲ្យអតីតភរិយាជាអ្នកគ្រប់គ្រងមើលការខុសត្រូវនិងថែទាំបងប្អូនជាទីគោរពដោយសារតែកាលពីម្សិលមិញនេះខាងក្រសួងយុទ្ធភ័ពបានផុសនៅលិខិតមួយសន្លឹកដែលលិខិតនោះគឺជាលិខិតជូនដំណឹងក្នុងការអនុវត្តទៅកាន់លោកដួងឆាយឲ្យលោកដួងឆាយអនុវត្តជាកំហិតនេះទៅប្រើពាក្យជាកំហិតដាច់ខាតក្នុងរយៈពេល7ថ្ងៃលិខិតទាំងស្រុងដោយបងចយបានដាក់ជូនអញ្ចឹងក្នុងរយៈពេល7ថ្ងៃត្រូវតែជ្រើសរើសថ្ងៃណាមួយម៉ោងណាមួយយកកូនស្រីពៅទៅប្រគល់ឲ្យអតីតភរិយាអ្នកនាងដេតម៉ាលីណាទៅតាមសាលដីការបស់សាលាឧទ្ធរដែលបានចេញយូរមកហើយអញ្ចឹងតាំងពីម្សិលមិញដែលចេញលិខិតនឹងតាំងពីម្សិលមិញពេលថ្ងៃរហូតមកដល់ថ្ងៃនេះស្ថានភាពប្រតិកម្មរបស់លោកដួងឆាយគឺស្ងប់ស្ងាត់ក្រៅពី share memory មួយហើយគឺมันមានប្រតិកម្មអ្វីទាំងអស់มันមានជា status มันមានជាវីដេអូมันមានជាការ live បកស្រាយឬក៏តវ៉ាឬក៏ស្នើសុំរៀបរាប់អ្វីទាំងអស់គឺស្ងាត់ឈឹងតែម្ដងអញ្ចឹងបងប្អូនដែលតាមដានសាច់រឿងនេះបងប្អូនគិតថាលោកដួងឆាយនឹងប្រគល់កូនស្រីទៅឲ្យអតីតភរិយាឬអត់បើសិនជាក្នុងករណីដែលលោកដួងឆាយមិនព្រមប្រគល់កូនស្រីពៅទៅតាមសាលដីការបស់សាលាអូតូនោះទេហើយទៅតាមលិខិតជូនដំណឹងនៅក្នុងការអនុវត្តដោយបង្ខំទៅលើលោកដួងឆាយដែលត្រូវតែប្រគល់ឲ្យដាច់ខាតពីព្រោះខាងសាលាអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញគេបានចុះអនុវត្តទៅតាមការស្នើសុំរបស់ភាគីខាងអតីតភរិយានៃនាងដេតម៉ាលីណាម្ដងមកហើយតាំងពីថ្ងៃទី17គឺជួបអ្នកនាងដេតម៉ាលីណាទៅជួបទៅយកកូនប៉ុន្តែអត់បានជួបអត់បានយកជួបបានតែកូនបងដោយសារតែកូនស្រីពៅលោកដួងឆាយបញ្ជាក់ថាមានបញ្ហាសុខភាពយកទៅព្យាបាលនៅខាងប្រទេសវៀតណាមក្រោយមកក៏មានរឿងរកម្មរកុសដោយដែលនេះខ្ញុំបានជម្រាបជូននៅវីដេអូមុនអញ្ចឹងចុងក្រោយនេះគឺខាងអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានកំណត់រយៈពេលកំណត់ថ្ងៃច្បាស់លាស់ត្រឹមថ្ងៃទី2ខែក្រោយម៉ោង5ល្ងាចត្រូវតែបកគលជូនបើសិនជាមិនបកគលជូនទេលោកដួងឆាយនឹងមានទោសដែលមានចែងក្នុងមាត្រាព្រហ្មទណ្ឌនៃច្បាប់នៃប្រជាណាចក្រកម្ពុជាជាប់ទោសពី1ខែទៅ6ខែជាប់ពន្ធនាគារបង់ពីនៃជាប្រាក់ពី100000ទៅ1លានរៀលអញ្ចឹងបងប្អូនពិចារណាមើលថាតើលោកដួងឆាយនឹងប្រគល់កូនឬមិនប្រគល់កូនឬក៏យ៉ាងណានេះខ្ញុំនឹងតាមដានសាច់រឿងនេះហើយយកមកជជុំទៅកាន់បងប្អូនជាបន្តតាមក្រោយទៀតបងប្អូនណាព្រោះម្សិលមិញមួយថ្ងៃនេះមួយថ្ងៃទៀតគឺ2ថ្ងៃហើយលោកដួងឆាយសល់ពេល5ថ្ងៃទៀតដែលត្រូវអនុវត្តទៅតាមសាលដីការបស់សាលាឧទ្ធរបងប្អូនណាចានាងខ្ញុំនឹងជម្រាបជូនទៅកាន់លោកអ្នកជាបន្តទៀតរាល់ការខុសឆ្គងរបស់នាងខ្ញុំក៏សូមអភ័យទោសផងហើយកុំភ្លេច Subscribe Channel របស់បងចយដើម្បីទទួលបានព័ត៌មានក៏ដូចជាដំណឹងថ្មីជាបន្តសូមអរគុណ